សួស្តីម្ដងតគ្នាជួបជាមួយខ្ញុំដិតទៀតហើយនៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តបែបអវកាសដ៏ល្អមើលមួយដែលនិយាយអំពីអំពើមនុស្សរបស់យើងនឹងចង់បានបច្ចេកវិទ្យារបស់ alien ដ៏អស្ចារ្យអញ្ចឹងហើយហ្នឹងគឺពួកគេធ្វើគ្រប់វិធីគ្រប់បែបយ៉ាងដូចជាចោលអញ្ចឹងមកធ្វើយ៉ាងណាក៏ដោយឲ្យតែបានបច្ចេកវិទ្យា alien នោះគឺយើងប្រកាសជាចង់ដឹងថាអូហើយបច្ចេកវិទ្យា alien ហ្នឹងជាអ្វីទៅហើយវាអស្ចារ្យកម្រិតណាណាហើយក្នុងដំណើរនេះផងដែរតើនឹងមានរឿងអ្វីប្លែកៗខ្លះព្រោះគ្នាយើងដឹងស្រាប់ហើយនៅក្រៅភូមិនៅអវកាសអញ្ចឹងដឹងតែមានរឿងប្លែកៗតែម្ដងដូច្នេះកុំឲ្យបែរឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងចាប់ផ្ដើមរឿងរបស់យើងដំបូងបង្ហាញឲ្យដឹងថាកាលពីយូរយារណាស់មកហើយចក្រវាឡរបស់យើងត្រូវបានគ្រប់គ្រងដោយអំបូរ alien ដ៏អស្ចារ្យមួយដែលត្រូវបានគេស្គាល់ថា Iridian អញ្ចឹងអំបូរ Iridian នេះគឺអស្ចារ្យខ្លាំងមែនទែនពួកគេឆ្លាតវៃខ្លាំងណាស់ហើយក៏បានបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនប៉ុន្តែជាអកុសលអំបូររបស់ Iridian ក៏ត្រូវបានរលំរលាយបច្ចេកវិទ្យាសេសសររបស់អំបូរ Iridian បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំធ្វើឲ្យបច្ចេកវិទ្យារបស់អំបូរមនុស្សយើងនឹងខ្លាំងក្លាដែរយ៉ាងណាក៏ដោយបច្ចេកវិទ្យារបស់អំបូរ Iridian ទាំងអស់នោះត្រូវបានគេលាក់នៅក្នុងភពមួយដែលមានឈ្មោះថា Pandora អញ្ចឹងភពដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ឥឡូវនេះគ្រប់គ្រងដោយក្រុមផ្សេងគ្នាមានទាំងក្រុមចោរក្រុមមនុស្សឈួតហើយពួកគេសម្លាប់គ្នាទៅវិញទៅមកដើម្បីស្វែងរកទីតាំងអាតកំបាំងនោះយ៉ាងណាក៏ដោយទីតាំងរបស់ប្រជាជន Iridian នោះគឺគ្មាននរណាទាន់រកឃើញនោះទេប៉ុន្តែក៏មានទំនាយទាយទុកថានៅពេលណាមួយក្មេងស្រីម្នាក់ដែលជាអំបូរ Iridian ចុងក្រោយគឺជាអ្នកដែលនឹងបើកទ្វារអាតកំបាំងទៅកាន់ទីតាំងដ៏អស្ចារ្យនោះរួចយើងក៏ប្រទះឃើញយានអវកាសនៅក្រៅភព Pandora មួយព្រាបនោះវាក៏សັບតែមានការផ្ទុះយ៉ាងសាហាវហើយក្មេងស្រីម្នាក់នេះនាងមានឈ្មោះថា Tiny Tina បន្តមកទៀតក៏សັບតែមានបុរសម្នាក់ដែលគាត់មានឈ្មោះថា Roland នឹងព្យាយាមបើកទ្វារចូលមកទីតាំងរបស់ Tiny ដែលគាត់នេះមានឈ្មោះថា Roland ក៏ប្រាប់ទៅ Tiny ថាក្មេងតូចលោកអាល់តាបានបញ្ជាឲ្យខ្ញុំនឹងមកជួយឯងជួយទៅរកកន្លែងមានសុវត្ថិភាព Tiny ក៏តបទៅវិញថាប៉ារបស់ខ្ញុំបញ្ជូនតាហ៊ានដល់ទាបបំផុតរបស់គាត់មកជួយខ្ញុំអញ្ចឹងក៏បានដែរតោះចេញប៉ុន្តែគ្រាន់តែនាងចេញភ្លាមក៏សັບតែមានការបាញ់វាយប្រហារមកលើ Tiny របស់យើងអញ្ចឹង Roland របស់យើងនឹងក៏ការពារតោះតែពេលបាញ់គ្នាសាហាវខ្លាំងពេក Tiny ក៏ថាអូយជូនខ្ញុំទៅកាន់គុករបស់ខ្ញុំវិញទៅល្អជាងខ្ញុំអត់ចង់នៅទីនេះទេប៉ុន្តែ Roland នៅតែបន្តនាំ Tiny រត់ភ្លាមនោះក៏សັບតែមានបុរសមហាកម្លាំងមួយនឹងទម្លុះចេញពីគុកដែលគាត់មានឈ្មោះថា Craig អញ្ចឹង Craig គឺជាអំបូរ Psycho ក្រុម Psycho ដែលថាមានកម្លាំងខ្លាំងក្លារៀងឈួតបន្តមក Craig របស់យើងក៏វាប្រហារទៅលើក្រុមទាហាននឹងត្រឹមតែមួយប្រព្រឹត្តព្រាយដួលអស់រលីងហើយ Craig របស់យើងនឹងគាត់ហាក់ដូចជាចង់ការពារ Tiny របស់យើងបន្តមកយើងកាត់មកដល់ភពមួយដែលមានចម្ងាយ50ឆ្នាំពន្លឺពីភព Pandora ហើយមានឈ្មោះថា Prometheus នៅទីនោះនារីម្នាក់ដែលមានឈ្មោះថា Lilith នឹងកំពុងតែចាប់បុរសម្នាក់ចូលមកក្នុងផាបអញ្ចឹង Lilith របស់យើងគឺមានមុខរបរជាអ្នកប្រមាញ់ប៉ុន្តែនាងក៏បានត្អូញត្អែថាជីវិតរបស់នាងហាក់ដូចជាមិនសមប្រកបសោះពីព្រោះវ័យរបស់នាងកាន់តែចាស់ទៅហើយនៅតែប្រកបរបរតាមប្រមាញ់នឹងទៀតភ្លាមនោះបុរស3នាក់ក៏ឈរពីក្រោយ Lilith របស់យើង Lilith ក៏ដេញពួកគេចេញពួកគេមិនចេញ Lilith ដាក់ម្ដាយឈាមច្រមុះអញ្ចឹងបុរសមេធំនឹងក៏និយាយថាស្ដាប់ខ្ញុំសិន Lilith ខ្ញុំគឺជាអ្នកនាំសារឲ្យបុរសម្នាក់ដែលនិយាយពីថាលុយរបស់គាត់នឹងគឺមហាកោតតែម្ដងកូនចៅទាំងពីរនោះក៏បានលើកកំភ្លើងគំរាម Lilith របស់យើងម្នាក់ស្រីដែលជាអ្នកចាក់សាននោះក៏បាញ់ការពារតែកុំចូល Lilith ងាកមកតែមួយផ្លែតបាញ់សម្រាប់ពីរនាក់នឹងមិនដឹងខ្លួនតែម្ដងរួចហើយនាងក៏យកកំបិតចាក់បុរសមានធាត់កណ្ដាលនឹងឲ្យដួលម្នាក់ទៀតភ្លាមនោះបុរសម្នាក់ក៏បានអង្គុយទះដៃអបអរសាទរទាំងអ្នកគ្រប់គ្នាក្នុងហាងនឹងរត់ផ្អើលអស់ទៅហើយហ្នឹងណាបុរសម្នាក់នោះក៏សរសើរថាពិតជាខ្លាំងដូចគេនិយាយមែន Lilith អត់និយាយវែងឆ្ងាយទេនាងក៏បានយកកំភ្លើងបាញ់សម្រាប់បុរសម្នាក់នោះនៅនឹងកន្លែងប៉ុន្តែក៏លឺសូរសំឡេងអ្វីចម្លែកម្យ៉ាងបន្លឺឡើងបុរសម្នាក់នោះមានជីវិតទៀតរួចហើយយើងក៏ដឹងថាតាមពិតរូបបុរសម្នាក់នោះគឺជា hologram គាត់ក៏បានណែនាំឈ្មោះរបស់គាត់ថាខ្ញុំមានឈ្មោះថា Altas អញ្ចឹងគាត់ពាក់ប្រព័ន្ធ hologram នៅកបុរសម្នាក់ដែល Lilith របស់យើងនឹងបាញ់សម្លាប់បន្តមកទៀត Altas នឹងគាត់ក៏បានហៅពាក់ធាត់នឹងមកគាត់អត់ទាន់ស្លាប់ទេពាក់ធាត់នឹងក៏ថាខ្ញុំអីងើបទេលោកម្ចាស់ខ្លាចនាងបាញ់សម្លាប់ខ្ញុំដែរ Altas ថាមិនអីទេងើបមកអញ្ចឹងពេលដែលបុរសនឹងងើបទៅអញ្ចឹងគាត់ក៏បានយកអាខ្សែក hologram នេះមកពាក់នៅករបស់គាត់ដើម្បីមកសន្ទនាជាមួយនឹង Lilith អញ្ចឹង Altas របស់យើងនឹងគឺជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយដែលមានឈ្មោះថា Altas Corporation ហើយគាត់មានគោលបំណងក្នុងការឲ្យ Lilith របស់យើងនឹងជួយកូនស្រីរបស់គាត់មកវិញ Lilith ក៏ប្រាប់ថាខ្ញុំមិនមែនជាអ្នកមើលថែក្មេងទេខ្ញុំជាអ្នកប្រមាញ់ហើយចុះលោកមិនមានតាហ៊ានស្អីឲ្យទៅជួយកូនរបស់លោកទេ Altas គាត់ក៏ប្រាប់ថាគាត់បានឲ្យក្រុមតាហ៊ានមួយដែលមានឈ្មោះថា Crimson Land ប៉ុន្តែម្នាក់នៅក្នុងចំណោមក្រុមតាហ៊ាននោះគឺជាជនក្បត់បានយកកូនស្រីរបស់គាត់ទៅបាត់ទៅហើយដូច្នេះគ្មាននរណាស័ក្តិសមជាង Lilith ទេដោយសារតែ Lilith ស្គាល់ភព Pandora ច្បាស់ហើយដឹងស្រាប់ហើយនៅភព Pandora នោះគឺមានក្រុមមនុស្សឈួតក្រុមសម្លាប់ក្រុមតាមប្រមាញ់ទ្រព្យសម្បត្តិផ្សេងវាច្រើន Lilith ក៏និយាយថាខ្ញុំគិតថាលោកគ្មានលុយគ្រប់គ្រាន់សម្រាប់ជួលខ្ញុំទេពីព្រោះខ្ញុំមិនចង់ត្រឡប់ទៅកាន់ភព Pandora នោះវិញឡើយគ្រាន់តែបាញ់លុយឲ្យ Lilith ឆ្លើយថាបានព្រមតែខ្ញុំចាប់ការងារខ្ញុំសិនទៅឲ្យ Altas របស់យើងក៏បានបាញ់អាប៉ែដែល Lilith របស់យើងចាប់យកមកដូច្នេះគឺគាត់ទៅតែចាប់ផ្ដើមការងារភ្លាមតែម្ដង Altas ក៏បានបកគលរបស់មួយពេលដែល Lilith
Lilithរបស់យើងនឹងស្វែងរកឃើញកូនរបស់គាត់ហើយចុចដំណើរការម៉ាស៊ីននោះទៅនោះកូនចៅរបស់ Alta នឹងទៅជួយមិនយូរប៉ុន្មាន Lilith របស់យើងក៏ធ្វើដំណើរមកដល់ភព Pandora អញ្ចឹងភព Pandora នេះគឺជាភពដែល Lilith របស់យើងអត់ចង់ត្រឡប់មកវិញនោះទេអូអញ្ចឹង Lilith របស់យើងធ្លាប់នៅភពនេះ Lilith របស់យើងក៏បានសួរក្រុមក្មេងៗដែលពួកគេនឹងគឺជាអ្នករើសរបស់ចាស់ៗយកទៅលក់អីអញ្ចឹងណា Lilith របស់យើងនឹងក៏បានយករូប Tiny នឹងសួរទៅកាន់ក្មេងៗទាំងអស់នោះក្រុមក្មេងៗក៏ប្រាប់ថាមានមនុស្សប្រមាណអ្នកនឹងធ្វើដំណើរឆ្លងកាត់ទីនោះហើយចង្អុលទីតាំងដែលពួកគេធ្វើដំណើរទៅអញ្ចឹងណាបន្ទាប់មក Lilith របស់យើងក៏បានជួបជាមួយនឹងក្រុម Psycho អញ្ចឹងក្រុម Psycho គឺជាក្រុមសម្រាប់មនុស្សមិនរើសមុខតែ Lilith គាត់ខ្លាំងដែរបាទគាត់បាញ់កំភ្លើងឲ្យអាសាំងនឹងផ្ទុះអញ្ចឹងទៅឡានរបស់ពួក Psycho នឹងក៏ផ្ទុះឆេះធ្លាក់បន្ទាប់មកក៏មានឡានក្រុងមួយបាទដែលឡានក្រុងនោះគឺសម្រាប់អ្នកប្រមាញ់ទ្រព្យសម្បត្តិរបស់ប្រជាជន Eridian បាទដែលហៅថា The Wall អញ្ចឹងអ្នកដែលមកស្វែងរកបច្ចេកវិទ្យារបស់ប្រជាជន Eridian នឹងត្រូវបានគេហៅថា Wall Hunter Lilith របស់យើងក៏បដិសេធថានាងមិនមែនជា Wall Hunter ទេពេលដែលឡើងជិះឡានចឹងទៅម្ចាស់ឡានហ្នឹងគាត់ក៏ផ្សាយពាណិជ្ជកម្មតាក់ទងនឹង Wall Hunter នោះបើចង់រក The Wall នឹងឲ្យឃើញគឺពួកគេត្រូវការសោជាមុនសិនព្រោះឲ្យរក The Wall នឹងឃើញឲ្យមានសោក៏ចូលរួចដែរប៉ុន្តែ Lilith ធុញណាស់ថាបិទបានអត់ម្ចាស់ឡានក៏ថាបិទមិនបានទេស្ដាប់ទៅរហូតដល់ចប់ជិះតរឆ្ងាយបន្តិចក៏មកដល់ទីតាំងកំណត់ហើយអ្នកបើកឡានក៏និយាយថានេះឯងគឺជាទីតាំងចាប់ផ្ដើមរបស់ Wall Hunter Lilith របស់យើងគិតថាអ្នកចាប់ចម្រិត Tiny រួមជាមួយនឹង Tiny ផ្ទាល់នឹងប្រហែលជាស្លាប់បាត់ទៅហើយគ្មានជីវិតរស់នៅលើភពនេះបានយូរអញ្ចឹងទេតែក៏មានគេកំពុងតែតាមដាននាងដូចគ្នាហើយក៏ប្រទះឃើញរូបរបស់ Roland ដែលជាអតីតក្រុម Crimson Land ហើយក៏ជាអ្នកចាប់ចម្រិត Tiny ផងដែរបាទគេកំពុងតែតាមចាប់ខ្លួនអាប៉ែ Roland អញ្ចឹងទៅណាលុះដល់ពេលយប់ Lilith អង្គុយតែម្នាក់ឯងក៏លឺសូរសំឡេងចម្លែកនាងក៏ប្រើកំភ្លើងបាញ់បន្ទាប់មកក៏ស្រាប់ថាអ្នកដែលបង្កសំឡេងនោះគឺជាមនុស្សយន្តមានឈ្មោះថា Claptrap ក៏និយាយថាអូយប្រើហិង្សាទីរៃខ្ញុំសូមណែនាំខ្លួនខ្ញុំគឺជាមនុស្សយន្តពិសេសដែលជា model ចុងក្រោយបំផុតនៅក្នុងចំណោមមនុស្សយន្តដែលដូចខ្ញុំផ្សេងទៀត Lilith ក៏បាញ់មកកំភ្លើងទៀតប៉ុន្តែ Claptrap អត់ទៅណានោះទេគាត់ថាគាត់អស់ជំរឿសគាត់ត្រូវតែនៅជាមួយនាង Lilith ក៏ឆ្ងល់ថាម៉េចក៏អញ្ចឹងតើ Alta ជាអ្នកបញ្ជាឯងមករកយើងឬមួយក៏យ៉ាងម៉េច Claptrap ក៏ប្រាប់ថាអត់ទេតែខ្ញុំពួនលាក់ខ្លួនក្រុមសម្រាមអស់រយៈពេល36ឆ្នាំហើយ Lilith ក៏កាន់តែសង្ស័យពីព្រោះនាងដឹងច្បាស់ណាស់គ្មាននរណាផ្សេងក្រៅពីក្រុម Alta ដឹងទេថានាងមកទីនេះអញ្ចឹងនាងក៏ឆ្ងល់ថានរណាជាអ្នកបង្កើត program ឲ្យ Claptrap យើងដើម្បីតាមដាន Lilith អញ្ចឹងណាហើយក្នុងករណីអ្វីក៏ដោយក៏ Claptrap នឹងតាមបម្រើ Lilith ដែរចង់ឲ្យស្វែងរកអ្វីក៏បានដែរខ្លួនអាចជួយបានឬសូពីអញ្ចឹង Lilith ក៏ថាអូអាចស្វែងរកបានណាឥឡូវស្វែងរកក្មេងស្រីនេះឲ្យខ្ញុំទៅមើល Claptrap ក៏បាន scan មើលរូបថតរបស់ Tiny ហើយក៏ដឹងទីតាំងរបស់ Tiny មែនដែលពួកគេនឹងមានទីតាំងនៅតំបន់មួយមានឈ្មោះថា Sandra Express ប៉ុន្តែបើពួកគេទាំងពីរអ្នកដើរថ្មើរជើងគឺចំណាយពេល132ថ្ងៃ Lilith ក៏និយាយថាយើងមិនបាច់ធ្វើដំណើរថ្មើរជើងទេខ្ញុំមានវិធីបាទវិធីជាអ្វីទៅណោះដូច្នេះគោលបំណងរបស់ Lilith ផ្ទាល់ហ្នឹងគឺនាងទៅលួចឡានរបស់ក្រុម Psycho មិនធម្មតាទេបាទតែកំឡុងពេលនោះ Lilith ក៏ប្រទះឃើញថាពួក Psycho ហ្នឹងបានចាប់ក្រុមក្មេងៗដែលដើររើសអេតចាយរើសរបស់របរផ្សេងៗហ្នឹងណាពេលដែលគ្នារបស់ Psycho ចាក់ចេញពីទីនោះ Lilith ក៏បានបាញ់អាប៉ែមួយដែលគ្រប់គ្រងក្មេងៗទាំងអស់នោះឲ្យស្លាប់រួចហើយក៏ដោះលែងក្មេងៗដទៃទៀត Lilith ក៏បានលួចឡានរបស់ពួក Psycho នោះហើយដាក់ Claptrap របស់យើងនៅគូតឡានខាងក្រោយព្រោះថ្លង់ពេក Claptrap ក៏និយាយអត់ឈប់អត់ចោហើយក្នុងដំណើរតាមផ្លូវយើងក៏ប្រទះឃើញសត្វចម្លែកនៅលើភព Pandora នោះដូចញាក់ករាអញ្ចឹងបាទឥឡូវនេះមកដល់ទីតាំងកំណត់ហើយ Lilith របស់យើងក៏ប្រទះឃើញតុក្កតាចម្លែកមួយនៅខាងមុខបែរកន្លែងគេដូចជាបន្ទប់សាក់នៅអញ្ចឹងនាងក៏ដើរចូលទៅក្នុងបន្ទប់នោះក៏ប្រទះឃើញថាការតុបតែងនេះគឺមានមនុស្សរស់នៅមែន Lilith ក៏ដឹងថា Tiny របស់យើងពួននៅខាងក្រោយនាងក៏បានហៅ Tiny ចេញមកហើយប្រាប់ថាអូខ្ញុំឈ្មោះ Lilith ណា Tiny ឪពុកឯងឲ្យខ្ញុំមកជួយឯង Tiny ក៏ធ្វើជាសប្បាយថាខ្ញុំបានជួយឪពុកខ្ញុំវិញហើយហី Lilith នឹងក៏ចង់ចុចអាម៉ាស៊ីនកោះហៅលោក Alta នឹងមកជួយកូនគាត់ប៉ុន្តែវាក៏របូតចូលទៅខាងក្រោមគ្រែពេលដែល Lilith របស់យើងទៅរើសអាម៉ាស៊ីននឹងទៅក៏ប្រទះឃើញគ្រាប់បែកក្រោមគ្រែនោះ Tiny ក៏និយាយថានេះមើលតុក្កតារបស់ខ្ញុំមិនស្អាតអត់តុក្កតាក៏បញ្ចេញភ្លើងពណ៌ក្រហមទីអញ្ចឹងទៅវាគឺជាគ្រាប់បែក Lilith ក៏ព្យាយាមហក់ចេញពីទីនោះរួចហើយ Tiny របស់យើងក៏បន្តគប់តុក្កតាគ្រាប់បែករបស់នាងជាច្រើនទៀតវាប្រហារមកលើ Lilith ដែលវាបង្កឲ្យម៉ាស៊ីនចុចសុំជំនួយនឹងខូច Lilith របស់យើងក៏បានឲ្យ Claptrap នឹងជួសជុលម៉ាស៊ីននោះ Lilith ក៏ឆ្ងល់ថាណែក្មេងតូចយើងមកជួយឯងមិនក៏ឯងធ្វើចរិតបែបនេះមកដាក់យើង Tiny ក៏ថាមើលមកខ្ញុំមើលតើខ្ញុំនឹងត្រូវការជំនួយមែនឬក៏អត់ Lilith ក៏បាញ់ភ្លើងគំរាមថាមកចុះមកកុំធ្វើចរិតឆ្លើយពេកក្មេង Tiny ក៏ស្រែកថា Craig ចេញមកបាទ Craig របស់យើងគឺជាអំបូរពួក Psycho ប៉ុន្តែ Craig មិនជាអំបូរ Psycho សម្រាប់មនុស្សសម្រាប់ Tiny ទេបាទខ្លាចជាបងប្រុសរបស់ Tiny ហើយសប្តាហ៍ថ្ងៃនេះ Lilith ក៏បាញ់កំភ្លើងវាយប្រហារទៅលើ Craig ប៉ុន្តែ Craig ប្រើដែកនឹងការពារបាញ់យ៉ាងម៉េចក៏មិនត្រូវដែររហូតដល់ Lilith ដួលបន្ទាប់មកដេញវាយប្រហារសម្រាប់ Lilith ទៀតខ្លាំងរបស់គេណា Lilith ក៏បានទៅអាកន្លែងដែកផ្ទាត់នោះ Craig ហក់ឡើងលើនឹងចឹងទៅក៏ផ្ទាត់ឲ្យ Lilith របស់យើងឡើងទៅផ្នែកខាងលើប៉ុន្តែពេលដែលរកកំភ្លើងភ្ជុងក៏ប្រទះឃើញ Tiny ប្រើកំភ្លើងធំជាង Lilith ក៏កាន់តែអត់យល់ទៀតហើយនាងថាអញហេឡូក្មេងហ្នឹងអាម៉េចចង់ទៅផ្ទះវិញនៅមួយក៏អត់ខ្ញុំមកជួយឯងដោយសារ
សារតែឪពុករបស់ឯងនឹងជួលយើងមកទេណាយើងមិនមែនមកសម្រាប់ឯងនោះទេមានបញ្ហាខួរក្បាលឬថ្ងៃនេះក៏តបទៅវិញថាអត់ទេខ្ញុំគ្មានបញ្ហាខួរក្បាលអីឡើយព្រមនោះក៏សាប់តែមាននារីជិះម៉ូតូហោះពណ៌ក្រហមហ្នឹងមកចង់ចាប់ខ្លួនរបស់ថ្ងៃនេះដែរគាត់នឹងត្រូវជាមេតាហានរបស់ក្រុម Crimson Land ដែលមានឈ្មោះថា Commander Knox ក៏ប្រាប់ឲ្យកូនចៅរបស់ខ្លួនយកចង្វាក់កហ្នឹងមកចងករបស់ថ្ងៃនេះយកទៅថ្ងៃនេះក៏ថាអេចង់ចង្វាក់កនេះយកតុក្កតាទៅលេងទៅតែតុក្កតាហ្នឹងគឺជាគ្រាប់បែកមកពេលដែលវាផ្ទុះបង្កជាការធ្លាក់ដែកយ៉ាងសាហាវលីលីតរួមជាមួយនឹងថ្ងៃនេះក៏នាំគ្នារត់រួចហើយពួកគេទាំងពីរក៏រមៀលចុះមកខាងក្រោមលីលីតក៏បានព្យាយាមជួយជីវិតថ្ងៃនេះពីដែកយ៉ាងធំ Commander Knox ចង់បាញ់សម្លាប់លីលីតប៉ុន្តែ Roland របស់យើងក៏ជិះឡានមកជួយអញ្ចឹងលីលីតរួមជាមួយនឹងថ្ងៃនេះនឹងក៏បានឡើងជិះឡានជាមួយនឹង Roland ក្រុម The Crimson Land ក៏បន្តដេញវាយប្រហារពួកគេនៅក្នុងឡាន Roland ក៏សួរថាអញម្នាក់ស្អីណាគេថ្ងៃនេះក៏បញ្យល់ថាអូអ្នកមីងម្នាក់នេះឪពុករបស់ខ្ញុំបញ្ជូនមកដែរ Roland ក៏ថាអ្នកប្រមាញ់ចង្រៃយកលីលីតថាមិនមែនចង្រៃយកទេខ្ញុំគឺជាអ្នកប្រមាញ់កម្រិតខ្ពស់ណារួចហើយអ្នក Claptrap របស់យើងនឹងក៏រត់ដេញតាមពីក្រោយបន្ទាប់មក Psycho របស់យើងនឹងក៏បានជួយ Claptrap ឡើងមកលើឡានដែរក្រុមទាហានអាវក្រហមបន្តបាញ់ពួកគេយ៉ាងសាហាវព្រៃផ្សៃ Roland ក៏បានឲ្យ Lilith នឹងជាអ្នកបើកឡានខ្លួនផ្ទាល់ឡើងមកផ្នែកខាងលើបាញ់កំភ្លើងតទល់ជាមួយនឹងក្រុមទាហានអាវក្រហម Lilith ក៏ថានាងទៅតែជួយអញ្ចឹងហើយនាងក៏ឲ្យ Claptrap របស់យើងជាអ្នកបើកឡានវិញអាចកូតឡាននឹងចង់ទាញទៅឆ្វេងទាញទៅស្ដាំទាញមកកណ្ដាលអីស្រួលម៉េះបាទឥឡូវ Lilith របស់យើងក៏ចេញមកជួយបាញ់ Roland របស់យើងដែរប៉ុន្តែ Claptrap យើងទៅវិញបើកឡានបុកចំស្ពានបាទមើលអត់ឃើញក្រុម Crimson Land នោះក៏បានបាញ់កំភ្លើងធំរួចហើយឡានរបស់ក្រុម Crimson Land ក៏បានរំពាត់ពួកគេចិត្ត Roland របស់យើងក៏ប្រទះឃើញផ្លូវកាត់ខ្លួនក៏បត់ប៉ុន្តែទីតាំងនេះគឺជាទីតាំងហាមឃាត់ហើយគ្រោះថ្នាក់ខ្លាំងបំផុតមួយប៉ុន្តែដល់ទីនេះគឺមានអារម្មណ៍ថាធំក្លិនឆ្អែសាហាវអញ្ចឹងណា Roland របស់យើងនឹងក៏ប្រាប់ឲ្យថៃនេះនឹងបិទបង្អួចតែថៃនេះក្មេងនាងថៃនេះបិទទេបន្ទាប់មកទឹកក៏ខ្ទាតចំមុខរបស់នាងក៏មានអារម្មណ៍ថាប្រហែល Roland ក៏ប្រាប់ណាកន្លែងនេះគឺជាកន្លែងទឹកនោមហ្នឹងហើយរឹងពេកឥឡូវនេះផឹកទឹកនោមទាំងអស់គ្នាប៉ុន្តែនៅផ្នែកខាងមុខរបស់ពួកគេមានចលែនបិសាចគ្នាយើងថាចលែនអេលៀនតែម្ដងចុះចលែនដៃច្រើនក៏បើកការវាប្រហារមកលើពួកគេឥឡូវដល់ផ្លូវជ្រោះទៅណាមិនរួចទេចលែនក៏បង្ហាញខ្លួនមែនហើយធំណាស់អ្នកទាំងអស់គ្នាអើយពួកគេក៏សម្រេចចិត្តថយក្រោយប៉ុន្តែក្រុមទាហានអាវក្រហមនៅស្ទាក់ពួកគេចិត្តអញ្ចឹងហើយ Roland របស់យើងក៏សម្រេចចិត្តបើកទៅមុខវិញតែបើកយ៉ាងលឿនរួចក៏បាញ់គ្រាប់មីស៊ីលមកទំហឹងហោះចូលមាត់ចលែនយ៉ាក់នោះអញ្ចឹង Roland របស់យើងក៏បើកទម្លុះក្បាលរបស់ចលែនយ៉ាក់នោះតែម្ដងធ្វើដំណើរបានឆ្ងាយបន្តិចឡានរបស់ពួកគេនឹងក៏របូតកង់ដាច់ស្បែកកង់អស់ហើយ Lilith នឹងក៏បានពិនិត្យមើលតំបន់ជុំវិញនោះហើយក៏មានអារម្មណ៍ចម្លែកមែនទែនដោយសារតែវានឹងស្ងាត់ខ្លាំងពេក Roland ក៏ប្រាប់ថា Commander Knox ត្រូវការក្រុមទាហានបន្ថែមទៀតអញ្ចឹងហើយបានជាគាត់អត់ធ្វើអ្វី Lilith ក៏ឆ្ងល់ថាអូលោក Roland ក្រែងលោកគឺជាអ្នកធ្វើការឲ្យ Crimson Land ណាហេតុអ្វីបានជាលោកនឹងចាប់ថៃនេះពីឪពុករបស់នាងអញ្ចឹងថៃនេះក៏បញ្យល់ប្រាប់ថាអូយឪពុករបស់ខ្ញុំចាត់ទុកខ្ញុំជាអំបូរប្រជាជន Eridian ហើយខ្ញុំគឺជាសោសម្ងាត់ចាក់ចូលទៅក្នុង The Wall នោះ Lilith ក៏មានអារម្មណ៍ថា Roland នឹងគឺកំពុងតែបោកថៃនេះប្រើដែរហើយការចាប់ថៃនេះមកបែបនេះធ្វើឲ្យមនុស្សជាច្រើនផ្សេងទៀតស្លាប់តើអ្នកទាំងអស់គ្នាធ្វើរឿងនេះដើម្បីអីហ៎ Roland ក៏យកកំភ្លើងបាញ់គំរាមថាខ្លួនធ្វើបែបនេះដោយសារតែខ្លួនមានវិចារណញ្ញាណអញ្ចឹងថៃនេះឯងប្រយ័ត្នណានាងគឺជាអ្នកប្រមាញ់ហើយនាងធ្វើការឲ្យឪពុករបស់ឯងដែរ Lilith ក៏និយាយថាចង់បាញ់សម្រាប់ខ្ញុំក៏សម្រាប់ទៅចោះពីព្រោះខ្ញុំរត់ជាមួយនឹងពួកឯងទៅហើយក្រុម Crimson Land ប្រកាសជាប្រាប់អាល់តាតែខ្ញុំក្បត់វាអញ្ចឹងទៅនោះក៏ស្លាប់ឥឡូវខ្ញុំមានតែជិះទូកជាមួយនឹងពួកឯងដែរ Roland របស់យើងគាត់ក៏ទម្លាក់កំភ្លើងចោះ Roland ក៏សារភាពតែម្ដងទៅមានដុកទ័រម្នាក់ទៀតនៅពីក្រោយ Roland របស់យើងដែលគាត់នឹងមានជំនាញសិក្សាច្បាស់លាស់អំពី The Wall ហើយវាជាគំនិតរបស់ដុកទ័រនឹងផងដែរដែលឲ្យ Roland របស់យើងនឹងជួយដោះលែងខ្លួនថៃនេះរួមជាមួយនឹងសោដទៃផ្សេងទៀតឥឡូវនេះថៃនេះរបស់យើងមានកូនសោមួយនៅក្នុងដៃហើយនៅពីរសោទៀតហើយសោពិសេសចុងក្រោយនឹងគឺជាថៃនេះយើងផ្ទាល់នឹងឯងពីព្រោះថៃនេះនឹងចាត់ទុកខ្លួនឯងគឺជាអំបូរ Eridian បាទនិយាយទៅជាអំបូរ Eridian ចុងក្រោយគេបង្អស់អញ្ចឹងទៅណាដូច្នេះដំណើររបស់ពួកគេទៅជួបដុកទ័រអាតកំបាំងនឹងក៏បន្តទៅមុខទៀតឥឡូវចូលមកដល់ទីក្រុងនឹងហើយលោក Alta នឹងបានដាក់ប្រកាសតាមចាប់ខ្លួនរបស់ Roland អញ្ចឹងឥឡូវពួកគេក៏បានពាក់ស្រោមមុខ hologram Roland ក៏ប្រាប់ Lilith ថាឥឡូវនេះខ្ញុំត្រូវស្វែងរក Moxie ឲ្យឃើញសិនទើបអាចរកដុកទ័រនឹងឃើញតោះហើយ Lilith ក៏ថាMoxie ខ្ញុំស្គាល់ដែរតាបាទ Moxie របស់យើងគឺធ្វើការនៅក្នុងក្លឹបមួយហើយ Moxie របស់យើងស្គាល់ Lilith ច្បាស់ខ្លាំងមែនទែននាងក៏បានហៅ Lilith របស់យើងមកអង្គុយនិយាយជាមួយគ្នាចំពោះ Roland ផ្ទាល់គាត់ក៏ជួបមិត្តចាស់របស់គាត់អញ្ចឹងទៅមិត្តចាស់របស់គាត់ក៏ស្រែកហៅសួរនាំដែរទៅអញ្ចឹង Moxie គឺស្គាល់ម្ដាយរបស់ Lily គាត់ក៏និយាយថាម្ដាយរបស់ Lily ឯងគឺជាមនុស្សស្រីល្អអស្ចារ្យណាស់ប៉ុន្តែ Lily ក៏អត់ចង់និយាយរឿងតាក់ទងម្ដាយរបស់គាត់នោះទេបន្តមកទៀត Moxie របស់យើងក៏បានប្រាប់ទ្វារអាតកំបាំងដើម្បីទៅជួបជាមួយនឹងដុកទ័រអាតកំបាំងម្នាក់នោះអញ្ចឹងពួកគេទៅធ្វើដំណើរឡើងតាមកាន់ចណ្ដើរមួយនឹងនៅទីនោះគឺមានចណ្ដើរយន្តហើយពាក្យសម្ងាត់នៃចណ្ដើរយន្តនឹងមានឈ្មោះថា Echo Moxie របស់យើងនឹងក៏និយាយរឿងម្ដាយរបស់ Lily ថាជាមនុស្សស្រីល្អមនុស្សស្រីអីចឹងទៅប៉ុន្តែ Lily ស្អប់ម្ដាយរបស់នាងដោយសារតែម្ដាយរបស់នាងក៏ជាអ្នកសិក្សាតាក់ទង The Wall ដែរនាងគិតថាម្ដាយរបស់នាងចង់រកទ្រព្យសម្បត្តិនៅក្នុង The Wall នឹងអញ្ចឹងណាមូលហេតុនេះឯងបានជាធ្វើឲ្យម្ដាយរបស់ Lily គាត់ស្លាប់បាត់បង់ជីវិតបន្តមកទៀតបាទមិត្តភ័ក្តិរបស់ Roland យើងនឹងគឺជាក្រុមទាហាន Crimson Land ដែរគាត់ក៏សួរ Roland ថាហេតុអ្វីបានជា Roland នឹងក្បត់ខ្លួនរួមជាមួយនឹងមេរបស់ខ្លួននិយាយលេងសុកធ្វើសិទ្ធស្នាលនឹងចង់យកកំភ្លើងបាញ់ Roland របស់យើងសំណាងល្អ Moxie របស់យើងនឹងមកប្រើម៉ាស៊ីនឆក់ជួយទាន់រួចហើយក៏ប្រទះឃើញក្រុមទាហាន Crimson Land ជាច្រើនផ្សេងទៀតដើរកាត់ទីនោះ Lilith ក៏បាននាំពួកគេទៅតាមផ្លូវក្រោយដើម្បីបន្ត
បន្តបេសកកម្មអាចកំបាំងរបស់ពួកគេទៅជួបជាមួយនឹងដុកទ័រដែលយើងអត់ទាន់ស្គាល់នោះបាទឥឡូវមកដល់កន្លែងចដាយន្តនឹងហើយលីលីចុចប៊ូតុងនឹងហើយប្រើពាក្យសម្ងាត់ Echo ប៉ុន្តែវាអត់ព្រមធ្លាក់ចុះមកទេចដាយន្តនឹងថៃនេះរបស់យើងនឹងនាងក៏និយាយ Echo បាននិយាយដដែល Echo ឡងចឹងទៅបានចដាយន្តនឹងបើកឲ្យចូលឥឡូវនេះពួកគេឡើងចណ្ដាយន្តយ៉ាងខ្ពស់ក៏បានមកជួបជាមួយនឹងដុកទ័រអាតកំបាំងដែលមានជំនាញតាក់ទង The Wall នឹងហើយពេលដែលឃើញមុខដុកទ័រនោះភ្លាមលីលីរបស់យើងក៏ខឹងច្រឡភ្លាមដោយសារតែនាងស្គាល់ដុកទ័រនឹងមានឈ្មោះថាដុកទ័រ Tanis ប៉ុន្តែដុកទ័ររបស់យើងនឹងគាត់ក៏និយាយសម្រួលអារម្មណ៍លីលីថាអូយធំក្លិនទឹកនោមឆ្អេះណាស់កុំបញ្ញាប់ខឹងទៅណាមួយទឹកសិនទៅអីតែលីលីនិយាយថាអត់ទេខ្ញុំមិនអាចស្នាក់នៅទីនេះបានទេដុកទ័រ Tanis ក៏បានមកសួរលីលីថាលីលីឯងខឹងយើងរឿងអីមានរឿងអីត្រូវខឹងដល់ថ្នាក់នេះលីលីក៏និយាយថាម្ដាយរបស់ខ្ញុំខំទុកចិត្តទៅលើដុកទ័រប៉ុន្តែដុកទ័របែរជាបោះបង់ខ្ញុំចោលហើយត្រឡប់មកទីនេះវិញដើម្បីស្វែងរកស្អី The Wall ចង្រៃយកនោះដុកទ័រថានេះក៏និយាយថាខ្ញុំទុកឯងនៅជាមួយនឹងអ្នករកស៊ីណាលីលីតក៏និយាយថាអ្នករកស៊ីអូពួកគេសិតតែអ្នកកាប់សម្លាប់គ្នាដុកទ័រថានេះក៏បញ្យល់ថានេះគឺជាគម្រោងរបស់ម្ដាយឯងចង់ឲ្យឯងខ្លាំងម្ដាយឯងចង់ឲ្យឯងចេះពឹងពាក់លើខ្លួនឯងអញ្ចឹងតោះតែឯងចេះកាប់សម្លាប់ទើបឯងអាចការពារខ្លួនឯងបានហើយខ្ញុំជឿលើម្ដាយឯងព្រោះម្ដាយឯងជឿជាក់ថា The Wall នោះអាចនឹងធ្វើឲ្យពិភពលោកចក្រវាលនេះល្អប្រសើរជាងមុនប៉ុន្តែលីលីតរបស់យើងគឺនាងនៅតែខឹងរួចហើយនាងក៏មកឈរលើដំបូលតែម្នាក់ឯងថ្ងៃនេះរបស់យើងនឹងក៏មកដល់ទីនឹងដែរនៅទីនោះលីលីតក៏សួរថាណែក្មេងតូចមិនក៏ឯងចេះតែអត់ចង់ទៅរកឪពុករបស់ឯងអញ្ចឹងថ្ងៃនេះក៏និយាយថាអាល់តាអាចជាឪពុករបស់ខ្ញុំអាចមិនមែនជាឪពុករបស់ខ្ញុំលីលីក៏ថាមិនក៏និយាយបែបហ្នឹងអានេះមិនមែនជា yes no question ទេណាថ្ងៃនេះក៏បញ្យល់ថាតាមពិតទៅលោកអាល់តាគឺជាអ្នកបង្កើតខ្ញុំដោយសារតែគាត់នឹងចង់បាន The Wall នឹងខ្លាំងមែនទែនហើយក៏មានពាក្យទំនាយថាតើតែក្មេងស្រីដែលជាអំបូរ Iridian ប៉ុណ្ណោះទើបអាចបើក The Wall នោះបានហើយគាត់ក៏រកឃើញផ្នែកមួយនៃសោហើយនៅលើកូនសោទូចនោះគឺវាមានឈាមគាត់ក៏បានយកដំណក់ឈាមនោះមកក្លូនដើម្បីបង្កើតជាខ្ញុំនោះទើបធ្វើឲ្យខ្ញុំមានឈាមជ័រជាអំបូរ Iridian អញ្ចឹងនិយាយយល់ទៅអ្នកទាំងអស់គ្នាថ្ងៃនេះរបស់យើងគឺនាងគ្មានឪពុកគ្មានម្ដាយទេនាងធំធាត់មានជីវិតបែបនេះគឺដោយសារតែវិជាសាស្ត្រសុទ្ធតែប៉ុណ្ណោះហើយថ្ងៃនេះនាងដឹងច្បាស់ណាស់គោលបំណងរបស់អាល់តានឹងគឺគាត់ចង់ប្រើបច្ចេកវិទ្យានៅក្នុង The Wall ដើម្បីបង្កើតទៅជាអាវុធដ៏ខ្លាំងក្លាអស្ចារ្យគ្រប់គ្រងចក្រវាលអីអញ្ចឹងទៅដូច្នេះថ្ងៃនេះរបស់យើងប្រៀបដូចជាវត្ថុធម្មតាអញ្ចឹងហើយពេលដែលអាល់តាចាប់ថ្ងៃនេះបានខ្លួននឹងបង្ខំឲ្យថ្ងៃនេះនឹងបើក The Wall នោះហើយពេលដែលថ្ងៃនេះរបស់យើងនឹងអស់ការងារធ្វើនាងនឹងត្រឡប់ចូលទៅក្នុងបន្ទប់ពិសោធន៍វិញហើយថ្ងៃនេះរបស់យើងក៏យំតែម្ដងពីព្រោះនៅក្នុងបន្ទប់ពិសោធន៍នោះគឺថ្ងៃនេះរបស់យើងឃើញក្មេងជាច្រើនដែលបង្កើតឡើងពីឈាមទាំងអស់នោះហើយពេលដែលបរាជ័យអញ្ចឹងទៅគឺពួកគេសុទ្ធតែជួបរឿងអកុសលទាំងអស់លីលីតក៏លួងលោមទៅកាន់ថ្ងៃនេះថាកុំបារម្ភឪពុករបស់ឯងចាប់ឯងបាននោះទេស្អែកឡើង Claptrap របស់យើងគាត់ក៏ដើរលេងពេញទីប្រជុំជនទាំងអស់ចំណែកឯមិត្តភ័ក្តិរបស់ Roland ផ្ទាល់នឹងក៏បានប្រាប់អ្នកស្រី Knock នេះថាខ្លួននឹងជួបជាមួយនឹង Roland នៅទីនេះប៉ុន្តែ Moxie របស់យើងក៏និយាយថាទៅជឿស្អីអាប៉ែកនឹងគាត់ស្វឹងនឹងពេលហ្នឹងប៉ុន្តែវិច័យដល់អ្វី Claptrap របស់យើងក៏បង្ហាញខ្លួនអញ្ចឹងកូនចៅរបស់ Knock នឹងក៏ថា Knock មេមនុស្សយន្តនឹងគឺជាមនុស្សយន្តរបស់ក្រុម Roland អញ្ចឹងហើយ Knock របស់យើងនឹងក៏បានបញ្ជាកូនចៅរបស់ខ្លួនតាមចាប់ Claptrap កំឡុងពេលនោះផងដែរដុកទ័រថានីរបស់យើងក៏ប្រាប់អំពីទីតាំងសោទី2គាត់បានឯកសារនឹងពីក្រុមជីករ៉ែមួយហើយនៅក្នុងនោះគឺគេបានរាយរាប់ទុកនៅវត្ថុបុរាណរបស់ប្រជាជន Iridian ទាំងអស់ប៉ុន្តែអ្នកសារជាងនោះក៏អត់ចាប់អារម្មណ៍ជាមួយនឹងថូមួយគ្រាន់តែគិតថានេះគឺជាថូធម្មតារបស់ប្រជាជន Iridian ប៉ុន្តែតាមពិតថូនឹងគឺជាសោទី2យ៉ាងណាក៏ដោយសោទី2ដែលស្ថិតនៅកន្លែងជីករ៉ែនោះក៏ជាកន្លែងគ្រោះថ្នាក់ខ្លាំងដែរភ្លាមនោះ Claptrap ក៏ស័យថាពួកយើងមានបញ្ហាធំហើយពួក Crimson Land តាមចាប់យើងអូអញ្ចឹងតើពួកគេអាចរកផ្លូវចេញពីទីនេះបានដោយវិធីណាទៅ Commander Knock ឯនេះវិញក៏បញ្ជាឲ្យប្រជាជនទាំងអស់នាំគ្នាដោះស្រង់មុខចេញ Moxie របស់យើងក៏ប្រទះឃើញនរណាម្នាក់កំពុងតែអូសធុងសម្រាមឯកដាលវាលហ្នឹងរួចយើងក៏ឃើញថាបាគ្នារបស់ Lilith យើងហ្នឹងគឺនៅក្នុងធុងសម្រាមទាំងអស់ក្នុងដំណើរជិះឡានមកកន្លែងជីករ៉ែនោះដុកទ័រថានីរបស់យើងគាត់ក៏ប្រើម៉ាស៊ីនរបស់គាត់នឹងលុបមុខចេញមកសិតតែសម្រាមសិតតែអាចអីអញ្ចឹងណាឥឡូវនេះបើកអណ្ដូងរ៉ែពួកគេនឹងក៏បានធាក់ Claptrap របស់យើងនឹងចូលទៅមុនពេលដែលចុះមកដល់ផ្នែកខាងក្រោមក៏ប្រទះឃើញទឹកពណ៌បៃតងនេះអ្នកនរអគ្នាអើយដាក់ដៃចូលទៅអាលាយអញ្ចឹងគោលដៅរបស់ពួកគេគឺធ្វើដំណើរទៅកន្លែងថែរក្សាវត្ថុបុរាណនោះដើម្បីស្វែងរកថូដុកទ័រថានីរបស់យើងនឹងក៏បញ្ជាឲ្យ Claptrap នឹងទៅអាកន្លែងប្រហោងទូចនោះហើយស្វែងរកកន្លឹះយន្តដើម្បីបើកទ្វារក្រោយមកពួកគេក៏ទៅធ្វើដំណើរឆ្លងកាត់ទៅកាន់អាកន្លែងបើកទ្វារនោះប៉ុន្តែអ្នកទាំងអស់គ្នាបើសិនជាពួកគេហ៊ានតែធ្លាក់ចុះគឺដឹងតែស្លាប់រលាយតែម្ដងហើយអាដៃដែលពួកគេជន់នឹងក៏វាស្ដើងទៀតជាចុងក្រោយពួកគេក៏មកដល់កន្លែងទ្វារនោះហើយក៏ប្រទះឃើញរុក្ខជាតិមួយនឹងកំពុងតែដោះចេញនៅកន្លែងហ្នឹងអញ្ចឹងទៅពួកគេក៏គិតថាវាជាសេចក្តីសង្ឃឹម Claptrap នឹងក៏មកហក់ជន់កាងថាឲ្យខ្ញុំបើកទ្វារហើយឥឡូវពួកគេអាចចូលទៅបានហើយណាចូលមកដល់ជ្រៅបន្តិចក៏ប្រទះឃើញក្រុម Psycho បាទក្រុមពួកឈួតហ្នឹងណាហើយពួកគេហ្នឹងគឺមិនដឹងអ្វីដែរគ្នាយើងជួនកាលហ្នឹងក៏ដុតគ្នាលេងអញ្ចឹងទៅណារបៀបអញ្ចឹងដុកទ័រថានេះក៏និយាយថាអូយពួកយើងអាចបន្លំខ្លួនធ្វើដូចជាពួកគេបានទេនេះលើកលែងតែ Craig ក៏ស
ស្រ័យមកទំហឹងតែអរគុណដុកទ័រថានេះគាត់ប្រាប់ថាអូយអរគុណលឺម៉េចផ្លែគាត់និយាយថាអូឱកាសពួកយើងជោគជ័យគឺ 0% វ៉ាវអស្ចារ្យណាស់ 0% អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែប្រើវិធីដើម្បីពង្រៀងដានលីលីរបស់យើងនិយាយថាអូពង្រៀងដានណាអញ្ចឹងគឺមានតែ Clap Trap អីហ្នឹង Clap Trap គាត់ក៏ទៅធ្វើជាអ្នកពង្រៀងដានដើរចូលទៅក្នុងក្រុមរបស់ Psycho នោះហើយក៏ជេរបញ្ចោក្រុម Psycho របស់យើងតាមអ្វីដែល Tiny យើងធ្លាប់បង្រៀនអញ្ចឹងក្រុម Psycho ក៏បាញ់កំភ្លើងមួយទំហឹងនឹងសម្រាប់ Clap Trap របស់យើងសម្លេងនោះក៏ផ្ដល់ឱកាសល្អឲ្យគ្នារបស់ Elite នឹងបន្តទៅកាន់ទ្វារមួយទៀត Clap Trap របស់យើងនឹងក៏មកដល់ទីតាំងកំណត់នោះដែរប៉ុន្តែអត់បញ្ហាអីទេបាទគាត់ក៏ជំរុះអាស្បែកខាងក្រៅរបស់គាត់ចោលអញ្ចឹងនៅស្បែកខាងក្នុងថ្មីដដែលឥឡូវនេះពួកគេចូលមកដល់ក្នុងបន្ទប់ថែរក្សាវត្ថុបុរាណនោះហើយប៉ុន្តែនិយាយពីថាច្រើនហើយស្វែងរកសោហ្នឹងយ៉ាងម៉េចទៅ Roland រួមជាមួយនឹង Dr. Tannis ឆ្លោះគ្នាទៅរឿង Raider បាទអ្នកតាមយាមល្បាតអីអញ្ចឹងណាចំពោះ Lily របស់យើងហាក់ដូចជាមានញៀនពិសេសមិនទេគឺយើងគ្រាន់តែដើរទៅដល់ហ្នឹងលើកដៃតែបន្តិចក៏ស្វែងរកឃើញសោទី2មែននាងក៏បានយកសោនោះមកបង្ហាញដល់ Dr. Tannis របស់យើង Dr. ក៏ថានឹងហើយគឺជាសោទី2តោះពួកយើងបញ្ញាបញ្ញាចាក់ចេញពីទីនេះប៉ុន្តែវាសយអ្វីនេះ Clap Trap របស់យើងពេលគេបាញ់កំភ្លើងយើងគាត់មិនត្រូវស្រូបគ្រាប់ហ្នឹងពេលគាត់ស្រូបគ្រាប់ហ្នឹងអញ្ចឹងហើយគាត់ត្រូវជុះចេញមកវិញដូចអាចអញ្ចឹងសម្លេងហ្នឹងវាលឺសូរខ្លាំងពេកក៏សាប់តែមានគ្នារបស់ពួក Psycho ម្នាក់ហ្នឹងបើការវាប្រហារមកលើ Craig ប៉ុន្តែមិនមែនតែម្នាក់ទេមកច្រើនទៀតអ្នកទាំងអស់គ្នាឥឡូវមកលក្ខណៈជាតបតែម្ដង Lilith Roland រួមជាមួយនឹង Craig ហ្នឹងគឺបានតទល់អស់ពីសមត្ថភាពរបស់ពួកគេ Dr. Tannis របស់យើងភ័យពេកគាត់ក៏ដកកំភ្លើងពី Roland ដើម្បីបាញ់ទៅពួក Psycho នោះ Roland ក៏ប្រាប់ថាណែពេលបាញ់គ្នាអញ្ចឹងស្រែកថាសុំកំភ្លើងដកយកអញ្ចឹងងាកបាញ់ងាប់ឥឡូវហ្នឹងឥឡូវរកឃើញផ្លូវចេញហើយ Lilith របស់យើងក៏បាញ់ភ្លើងការពារអញ្ចឹងទៅប៉ុន្តែ Tiny ក៏បោះគ្រាប់បែក Tiny ក៏ថាមកដល់ពេលរត់ហើយអញ្ចឹងភ្លើងក៏បំផ្ទុះគ្រាប់បែកសម្រាប់ពួក Psycho យ៉ាងច្រើនចូលមកដល់ផ្លូវងឹតនេះពួក Psycho ក៏បើកការវាប្រហារមកលើពួកគេទៀតឥឡូវពួកគេក៏ចេញមកផ្នែកភ្លឺអញ្ចឹងទៅក៏នៅតែមានក្រុមពួក Psycho យ៉ាងច្រើនជាចុងក្រោយក៏មកដល់កន្លែងចណ្ដារយន្តមួយប៉ុន្តែនៅទីនោះចណ្ដារយន្តខូចអញ្ចឹងហើយពួកគេទៅតែពន្យាពេលធ្វើយ៉ាងណាក៏ដោយឲ្យ Dr. Tannis របស់យើងជួសជុលចណ្ដារយន្តនោះ Roland រួមជាមួយនឹង Craig ក៏ចេញការពារវាប្រហារជាមួយនឹងពួក Psycho ខំប្រឹងបាញ់ឲ្យបំពង់ទឹកអាស៊ីតនឹងឲ្យសម្រាប់ពួក Psycho នឹងផង Lilith យើងឯនេះវិញនឹងក៏បានបិទទ្វារការពារប៉ុន្តែនាងក៏ជួសកំភ្លើងសំណាងល្អ Tiny របស់យើងក៏ប្រើកំភ្លើងនឹងបាញ់ជួយទាន់ឥឡូវនេះពួកគេជួបជុំគ្នាវិញហើយប៉ុន្តែពេលដែលចណ្ដារយន្តដំណើរការអាផ្នែកភ្លើងខាងក្រៅក៏ផ្ទុះសេ Dr. Tannis និយាយថាអូតើតើមានអ្នកជួសជុលនៅផ្នែកខាងក្រៅអញ្ចឹង Roland របស់យើងគាត់សុកចិត្តលះបង់ជីវិតដើម្បីទៅជួសជុលភ្លើងផ្នែកខាងក្រៅ Tiny ថាកុំអី Roland ក៏និយាយថាកុំអារម្មណ៍យើងជួបគ្នានៅ The Wall ណាពេលដែលចណ្ដារយន្តឡើងទៅពួក Psycho ក៏បានចូលមកដល់អញ្ចឹងយើងមិនដឹងទេថាតើ Roland របស់យើងនៅមានជីវិតអាចបន្តទៅមុខទៀតបាទគាត់ប្រើគ្រាប់បែករបស់ Tiny ផងបាញ់វាប្រហារផងមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេតែបើអ្នកជិះចណ្ដារយន្តនេះវិញគឺវាហោះលឿនទៅក៏សាប់តែភ្លើងចេញភ្លឹបអញ្ចឹងណាអញ្ចឹងយើងមិនដឹងថានរណាប្រើសមត្ថភាពដ៏អស្ចារ្យនេះនោះទេចណ្ដារយន្តក៏ខ្ទាតហោះទៅបានអញ្ចឹងទៅយើងក៏ប្រទះឃើញពួកគេនោះក៏ស្រាប់តែឆ្លងទីតាំងមកដល់កន្លែងណាក៏មិនដឹងTinyក៏ថាអូខ្ញុំជាអ្នកប្រើសមត្ថភាព teleport នេះបើ Lily របស់យើងវិញបានក៏អួតបាទតែឯងTinyក៏នៅតែបារម្ភអំពី Roland ប៉ុន្តែ Lily ថាកុំបារម្ភអី Roland គឺជាទាហានដ៏អស្ចារ្យ Roland នឹងមានជីវិតមកជួបពួកយើងឥឡូវនេះពួកគេនៅក្នុងរោងចក្ររ៉ែនឹងដដែលទេដូច្នេះពួកគេក៏សម្រេចចិត្តរកទីតាំងដើម្បីស្នាក់នៅទីនេះមួយយប់សិនឥឡូវនេះពេលដែល Lily របស់យើងដាក់ឲ្យ Tiny សម្រាប់រួចយើងក៏ប្រទះឃើញ Dr. Tannis របស់យើងនឹងផ្គុំសោនឹងចូលគ្នារួចក៏បង្ហាញឲ្យឃើញផែនទីនៃភព Pandora Dr. Tannis ក៏បញ្យល់ទៅកាន់ Lily ថានេះមិនមែនត្រឹមតែជាផែនទីទេនោះគឺវាប្រាប់ទីតាំងរបស់ The Wall ទៀត Dr. Tannis ថាអូបើសិនជាម្ដាយឯងបានឃើញរឿងនេះមិនដឹងជាគាត់សប្បាយយ៉ាងណាទេហើយនៅលើផែនទីនឹងផងដែរយើងក៏ប្រទះឃើញរូប Firehawk បាទគេហៅថាស្ទាំងភ្លើងហ្នឹងណាអញ្ចឹងស្ទាំងភ្លើងហ្នឹងគឺជាអ្នកការពារគឺជាទេវតាដ៏អស្ចារ្យប៉ុន្តែ Lily និយាយថាយ៉ាងណាក៏ដោយយើងត្រូវការសោទី3អីរួចហើយ Dr. Tannis ក៏បញ្យល់ថាអូសោទី3ហ្នឹងគឺជា Tiny យើងនឹងឯងមិនចឹងវិញ Lily ថាបើសិនជា Tiny ជាសោទី3អញ្ចឹងពេលដែលសោទាំង3ផ្គុំចូលគ្នាតើនឹងមានរឿងអ្វីកើតឡើងទៅលើ Tiny តើ Tiny នឹងបាត់ជីវិតឬមួយក៏យ៉ាងណា Dr. Tannis ក៏និយាយថាអូម្ដាយឯងអត់ប្រាប់ឯងទេ Lily ថាខ្ញុំអត់ចាំទេខ្ញុំអាយុ8ឆ្នាំហ្នឹងខ្ញុំមិនចាំមុខម្ដាយខ្ញុំផង Dr. Tannis ក៏និយាយថាអូពេលដែលសោទាំង3នឹងរួមបញ្ចូលគ្នាវានឹងស្រូបចូលទៅក្នុង The Wall ប៉ុន្តែគេអត់បញ្ជាក់ទេថាម្នាក់ស្រីដែលជាខ្សែស្រឡាយ Iridian នឹងស្លាប់ឬក៏យ៉ាងណា Dr. Tannis ក៏និយាយថាបើសិនជាយើងមិនធ្វើអបិអាល់តានឹងធ្វើទៅលើ Tiny អញ្ចឹងដូចគ្នាកំឡុងពេលនោះផងដែរលោក Roland របស់យើងនៅមានជីវិតទេប៉ុន្តែគាត់ប្រហែលជាត្រូវប្រើដៃរបស់គាត់ដើម្បីវាចេញមកខាងក្រៅហើយចំពោះ Clap Trap របស់យើងវិញគាត់ក៏បានជួសជុលម៉ាស៊ីន GPS បានជោគជ័យប៉ុន្តែ Lily របស់យើងសម្រេចចិត្តកុំតិចម៉ាស៊ីន GPS នោះចោលអត់ចុចដំណើរការអីនោះទេព្រាមនោះក៏សាប់តែ drone របស់ពេអាល់តាបង្ហាញខ្លួនអញ្ចឹងកន្លែងហ្នឹងក៏លាតត្រដាងឲ្យឃើញថាតាមពិតទៅហ្នឹងអាម៉ាស៊ីន GPS ហ្នឹងគឺយើងមិនបាច់ចុចដំណើរការទេគឺវានឹងមាន GPS តាម Lily របស់យើងរហូតអញ្ចឹងអាការចុចដំណើរការហ្នឹងគឺ
គ្រាន់តែជាល្បិចរបស់អាល់តាប៉ុណ្ណោះលីលីតក៏គំនាមថាបើលោកហ៊ានតាមចាប់ថៃនេះទៀតខ្ញុំនឹងគំតិចសោនោះចោលអាល់តានិយាយថាបើឯងហ៊ានគំតិចសោនោះចោលយើងនឹងសម្លាប់ក្រុមអ្នកប្រមាញ់ដែលដើរជាមួយឯងទាំងប្រមាណចោលឲ្យអស់ហើយយើងមិនមែនសម្លាប់លឿនទេយើងនឹងធ្វើទរណកម្មពួកវារហូតដល់ស្លាប់អញ្ចឹងធ្វើតាមសម្ដីយើងការងារជោគជ័យឯងនឹងទទួលបានលុយយ៉ាងច្រើនប៉ុន្តែកំឡុងពេលនោះថៃនេះរបស់យើងក៏ស្ដាប់មកធំតែកន្លែងនឹងអញ្ចឹងទៅនាងក៏យល់ច្រឡំគិតថាលីលីតរបស់យើងនឹងធ្វើការឲ្យអាប៉ែអាល់តាសថៃនេះក៏ប្រើគ្រាប់បែកគប់រហូតដល់លីលីតរបស់យើងសន្លប់ពេលដែលនាងភ្ញាក់មកវិញក៏ប្រទះឃើញថាថៃនេះរួមជាមួយនឹងគ្នារបស់នាងទាំងប្រមាណបានចាក់ចេញពីទីនេះទៅហើយឥឡូវនេះនៅសល់តែ clap trap របស់យើងទេពេលដែលចេញមកខាងក្រៅលីលីតក៏ប្រទះឃើញថានេះគឺជាផ្ទះដែលនាងធ្លាប់នៅតែពីពេលនោះគ្រប់គ្នាទាំងអស់នឹងសម្លាប់គ្នាទៅវិញទៅមកដើម្បីចង់ដឹងទីតាំងរបស់ The Wall ម្ដាយរបស់លីលីក៏បានបញ្ជូនលីលីរបស់យើងមកក្នុងដៃរបស់ដុកទ័រថានេះហើយគាត់សុកចិត្តស្លាប់នៅទីនេះតែម្នាក់ឯងលីលីរបស់យើងក៏បានមកផ្ទះចាស់របស់នាងវិញនៅកន្លែងនេះ clap trap របស់យើងក៏មានអារម្មណ៍ថាលីលីមានស្អីគេម្យ៉ាងជា file នៅក្នុងខ្លួនរបស់ខ្ញុំកប់ជ្រៅណាខ្ញុំភ្លេចបាត់ហើយ file ស្អីគេទេ clap trap របស់យើងក៏បានចាក់ដំណើរការ file នោះអញ្ចឹង file ហ្នឹងគឺជាវីដេអូដែលម្ដាយរបស់លីលីទុកឲ្យគាត់និយាយថាកូនស្រីបើសិនជាកូនឃើញវីដេអូនេះគឺម៉ាក់ស្លាប់បាត់បង់ជីវិតទៅហើយម៉ាក់ដឹងច្បាស់ណាស់ថាកូនមិនអាចរស់នៅសុខនៅក្នុងភពនេះទេហើយកូនត្រូវតែទទួលយកមិនថាព្រមិខិតកំណត់ឲ្យកូនខ្លាចជាអ្វីទេហើយកូនត្រូវចាំណាម៉ាក់ស្រឡាញ់កូនអញ្ចឹងពាក្យដែលថាលីលីរបស់យើងនៅលើភព Pandora នេះអត់បានសុខលីលីរបស់យើងក៏ចាប់ផ្ដើមនឹកឃើញដល់ថៃនេះភ្លាមបែរជាគាត់ដឹងរឿងអីមួយយើងអត់ដឹងទេចំពោះថៃនេះឯនេះវិញបាទឥឡូវនេះពួកគេក៏បានដឹងទីតាំងរបស់ The Wall ហើយប៉ុន្តែពេលដែលមកដល់ហ្នឹងគឺរកអ្វីមិនឃើញសោះតែ Crane របស់យើងក៏ប្រទះឃើញពលឺអ្វីមួយយ៉ាងគាត់ក៏បានទម្លុះដៃហ្នឹងក៏ប្រទះឃើញកន្លែងដាក់សោវេទមន្តដុកទ័រថៃនេះរបស់យើងក៏បានយកសោដាក់ទៅទីតាំងកំណត់ហើយថៃនេះរបស់យើងហ្នឹងក៏ឈរនៅទីតាំងកំណត់ដូចគ្នាដែរប៉ុន្តែទ្វីអត់មានបើកអីទេអ្នកទាំងអស់គ្នាមិនក៏បរាជ័យអញ្ចឹងរួចហើយអប៉ែអាល់តារួមជាមួយនឹងកូនចៅរបស់ខ្លួនគឺនៅទីនោះដែរបាទពួកវាលាក់ខ្លួននៅក្បែរហ្នឹងអញ្ចឹងណាអាល់តារបស់យើងក៏អរគុណដល់ថៃនេះរួមជាមួយនឹងគ្នារបស់យើងដែលស្វែងឃើញរកសោរួមជាមួយនឹងទីតាំង The Wall ហើយអប៉ែអាល់តាគាត់ប្រើកំភ្លើងធំរបស់គាត់នឹងមកជាមួយគាត់ដែរបន្ទាប់មករ៉ូឡែនរបស់យើងក៏ចេញការពារគ្នារបស់ខ្លួនប៉ុន្តែអាល់តានិយាយថាឯងមិនអាចសម្លាប់យើងបានទេព្រោះយើងមានប្រព័ន្ធការពាររបស់យើងដ៏អស្ចារ្យដល់ចំណុចនេះ Commander Knock របស់យើងនឹងក៏ដឹងថាអូអាប៉ែអាល់តានេះមិនធម្មតាទេគាត់នឹងក៏ចេញមកការពារ Roland ដែរ Commander Knock និយាយថាខ្ញុំមិនគួរណាមិនជឿសម្ដីរបស់លោកទេ Roland គ្រាន់តែនិយាយអញ្ចឹងភ្លាមអាល់តាក៏បានប្រើកំភ្លើងរបស់ខ្លួនបាញ់ Commander Knock បាទខ្លាចទៅជាផ្សែងតែម្ដងភ្លាមនោះ Lily ក៏បង្ហាញខ្លួននិយាយថាដោះលែងពួកគេភ្លាមអាល់តានិយាយថាបើយើងដោះលែងពួកវាតែយើងបានអ្វី Lily របស់យើងក៏ចេះ teleport ខ្លួនអ្នកទាំងអស់គ្នានាងក៏និយាយថាដោយសារតែខ្ញុំនឹងឯងគឺជាអំបូរមនុស្សចុងក្រោយនៃអំបូរ Eridian បាទត្រង់ឈុតនេះយើងក៏រំលឹកដល់រឿងអតីតកាល Lily របស់យើងដឹងភ័ស្តុតាងជាច្រើនដែលតាក់ទងនឹងខ្លួននាងផ្ទាល់ម្ដាយរបស់នាងថានាងគឺជា Firehawk កំពូលអ្នកការពារហើយចំណែកឯសោវេទមន្តនឹងមិនក៏មូលហេតុអ្វីបានជា Lily របស់យើងនឹងអាចរងឃើញសោនឹងលឿនហើយមួយទៀតនឹង Lily របស់យើងគឺនាងមានសមត្ថភាព teleport អញ្ចឹងបានជាពេលដែលនាង teleport រួចនាងក៏អួតម្ដាយរបស់នាងបញ្ជូននាងចេញពីភព Pandora គឺដើម្បីការពារនាងនឹងឯងមកកុំឲ្យគេយកនាងធ្វើជាសោប៉ុន្តែឥឡូវអស់ជំនឿហើយតោះតែ Lily របស់យើងនឹងបើក The Wall នោះទើបអប៉ែអាល់តានឹងព្រមដោះលែងគ្នារបស់ខ្លួន Lily ក៏បានផ្ដាំថៃនេះថាថៃនេះគឺឯងនៅតែអស្ចារ្យមិនថានរណាជាអ្នកបង្កើតឯងនោះទេអនាគតរបស់ឯងគឺឯងជាអ្នកសម្រេចណានិយាយចប់ Lily របស់យើងក៏បានកាន់សោរួចហើយទៅឈរនៅទីតាំងកំណត់ The Wall ក៏ចាប់ផ្ដើមផ្ដុំបង្កើតបានជាទ្វារតែអ្វីដែលធ្វើឲ្យកាន់តែអស្ចារ្យទៀតនោះគឺ Lily របស់យើងប្រែកាឡាទៅជា Firehawk ស្ទាំងភ្លើងមែនអញ្ចឹងពាក្យទំនាយគេនឹងគឺពិតមែនម៉ែមានអ្នកការពារដ៏អស្ចារ្យដែលជា Firehawk Lily របស់យើងក៏វាយប្រហារទៅលើអប៉ែអាល់តាកូនចៅអប៉ែអាល់តាក៏ទម្លាក់ថៃនេះរបស់យើងចូលទៅផ្នែកខាងក្នុងដណ្ដងរ៉ែប៉ុន្តែ Lily របស់យើងក៏ជួយថៃនេះរបស់យើងត្រឡប់មកវិញបានថៃនេះក៏បានគប់គ្រាប់បែកទៅលើគ្នារបស់អប៉ែអាល់តា Lily របស់យើងក៏បានប្រើភ្លើងវេទមន្តរបស់នាងការពារ Roland កុំឲ្យគេបាញ់ត្រូវ Crane របស់យើងក៏ទទួលបានឥទ្ធិពលនោះដែរអញ្ចឹងចង់វាយយ៉ាងម៉េចក៏វាយមិនត្រូវ Crane របស់យើងដែរអូ Crane របស់យើងវាយវិញបាត់ភ្លាមនោះ Alta ក៏បានប្រើកំភ្លើងដ៏អស្ចារ្យរបស់ខ្លួនវាប្រហារមកលើ Lilith កំភ្លើងនឹងខ្លាំងណាស់បាញ់រហូតដល់ Lilith របស់យើងមិនអាចតទល់រួច Lilith ក៏ចង់បាញ់វាប្រហារលើ Alta ប៉ុន្តែ Alta មានប្រព័ន្ធការពារអញ្ចឹង Lilith របស់យើងក៏បានហោះសំដៅទៅកាន់កំភ្លើងយន្តរបស់ Alta ពេលដែលនាងបុកមួយទំហឹងចឹងទៅក៏សាប់តែធ្វើឲ្យ Lilith របស់យើងសន្លប់ពេលដែល Lilith របស់យើងអស់ឥទ្ធិពលគ្នារបស់នាងទាំងប្រមាណក៏រងការវាយប្រហារពីគ្នារបស់ Alta មួយទំហឹងដុកទ័រថានេះក៏ព្យាយាមដាស់ Lilith ក៏ប្រាប់ទៅកាន់ដុកទ័រថានេះវិញថារត់ពេលនាងញាក់មកវិញកំភ្លើងរបស់ Alta ក៏បាញ់មួយទំហឹងមកកាន់ Lilith របស់យើងតទល់បានរហូតដល់ឥទ្ធិពលរបស់នាងបុកឲ្យយន្តហោះនោះខ្ទេចឆេះយ៉ាងសាហាវយន្តហោះក៏ធ្លាក់ចុះមកខាងក្រោមបង្កជាការឆាបឆេះយ៉ាងងងឹតសូនឈឹងតែម្ដងប៉ុន្តែពេលដែលអ្វីស្ងប់ស្ងាត់ទៅវិញយើងក៏ប្រទះឃើញថា Alta របស់យើងក៏គំរាមសម្រាប់ថៃនេះបើសិនជា Lilith មិនជូនខ្លួនចូលទៅក្នុង
ក្នុង The Wall នោះទេ Lilith ក៏បានហោះចូលទៅក្នុង The Wall នោះជាមួយ Alta ហើយនឹង Tiny ពេលដែលចូលមកដល់Alta របស់យើងក៏ប្រទះឃើញបច្ចេកវិទ្យាយ៉ាងច្រើនគេហៅថា Undead ហោះហើរពេញនោះទាំងអស់តែម្ដងណាប៉ុន្តែ Lilith របស់យើងមិនដឹងជាតណាតណីទេបាទយើងមើលមិនឃើញនាងទេនាងក៏បានស្រែកសួរ Alta ថាតើឯងដឹងទេ Alta អ្វីដែលធ្វើឲ្យយើងស្ងប់សុខជាងឯងអ្វីដែលធ្វើយើងអស្ចារ្យជាងឯងវាមិនមែនជាអំណាចលុយមាសប្រាក់ដែលឯងមាននោះទេអ្វីដែលអាចធ្វើឲ្យយើងល្អជាងឯងនោះគឺពាក្យតែមួយម៉ាត់ប៉ុណ្ណោះគ្រប់គ្រាន់បើឯងមិនចេះគ្រប់គ្រាន់ទោះជាឯងមានកម្រិតណាអស្ចារ្យកម្រិតណាក៏ឯងមិនគ្រប់គ្រាន់ដែរនិយាយរួច Lilith របស់យើងក៏បានដោះអាម៉ាស៊ីនការពារពីលើខ្លួនរបស់អាប៉ែ Alta Tiny របស់យើងនោះក៏វាយរហូតដល់អាប៉ែ Alta នឹងដួលរួចហើយបិសាចអ្វីមួយយ៉ាងនោះក៏តោងជើងរបស់ Alta Lilith ក៏និយាយថាឯងរស់នៅទីនេះមិនបានយូរនោះទេបិសាចក៏កន្ត្រាក់ Alta យកទៅបាត់បន្តមកទៀត Lilith របស់យើងរួមជាមួយនឹងគ្នារបស់នាងដទៃផ្សេងទៀតក៏បានមកជួបជុំគ្នាជប់លៀងសប្បាយរីករាយដោយជោគជ័យដ៏អស្ចារ្យរបស់ពួកគេបន្តមកទៀត Lilith របស់យើងក៏បានហោះទៅជាមួយកំជ្រួចនឹងបាបង្ហាញខ្លួនរបស់នាងជា Firehawk យ៉ាងអស្ចារ្យហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណចំពោះការទស្សនារបស់គ្នាយើងពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច Like Subscribe ដល់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដោយ Share ខ្ញុំសូមអរគុណសូមជម្រាបលា